សួស្តីបងប្អូនទាំងអស់គ្នាមកយើងមកប្រឡាក់សាច់មកមើលពីរបៀបប្រឡាក់សាច់គោងាយទាំងអស់គ្នាគ្រឿងផ្សំមានដូចជារំដេងម្ទេសក្រៀមហុយប៊ីចេងអំបិលស្ករនិងទឹកត្រីថ្ងៃហ្នឹងខ្ញុំមានសាច់3គីឡូជាងបងប្អូនអញ្ចឹងខ្ញុំដាក់ស្ករ3កូន4កូនចានកូនចានទឹកត្រីយើងទូចៗមិញហ្នឹងហើយអំបិលមួយស្ព្រាបបាយទៅប៊ីចេងបន្តិចទៅហើយទឹកត្រី3កូនចានទូចៗហ្នឹងដែលខ្ញុំបង្ហាញណាហើយបងប្អូនយកម្ដេងហ្នឹងបងប្អូនកិនហាន់វាទូចៗហើយចាំយកទៅដាក់ក្នុងម៉ាស៊ីនកិនបងប្អូនដាក់ទឹកត្រីចូលដាក់ស្ករចូលដាក់អំបិលហើយនឹងប៊ីចេងចូលក្លុកវាឲ្យម៉ត់ទៅហើយបងប្អូនភ្លក់ទៅតាមដែលចិត្តបងប្អូនចង់បានផ្អែមប្រៃអីចឹងហើយចាំយើងដាក់ម្ទេសក្រៀមនឹងចូលហើយបងប្អូនយកទៅចាក់ចូលក្នុងសាច់ហ្នឹងប្រឡាក់ច្បល់វាឲ្យស្ទប់ទៅទុកផ្អាប់វាមួយយប់ហើយចាំស្អែកឡើងបងប្អូនយកវាទៅ